យើងតែងតែឮគេនិយាយថាត្រូវធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពឬត្រូវតែខ្លាំងបំផុតប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាអារីស្តូតទស្សនវិទូជនជាតិក្រិកដ៏ល្បីល្បាញបានរកឃើញថាភាពឥតខ្ចោះមិនស្ថិតនៅភាពខ្លាំងជ្រុលពេកនោះទេសម្រាប់អារីស្តូតជីវិតដែលល្អប្រសើរគឺជីវិតដែលរក្សាបាននូវភាពល្មមអ្វីទៅជាភាពល្មមឬយើងហៅម្យ៉ាងទៀតថាចំណុចកណ្ដាលអារីស្តូតបង្រៀនថារាល់គុណធម៌ទាំងអស់គឺជាចំណុចកណ្ដាលរវាងភាពជ្រុលនិយមពីរឧទាហរណ៍1ភាពក្លាហានគឺជាចំណុចកណ្ដាលរវាងភាពកំសាកឬការមិនហ៊ានធ្វើអ្វីសោះនិងភាពអង់អាចក្លាហានជ្រុលឬការប្រថុយប្រថានឆោតល្ងង់2ភាពសប្បុរសគឺជាចំណុចកណ្ដាលរវាងភាពកំណាញ់និងការចំណាយខ្ជះខ្ជាយគ្មានដែនកំណត់លោកជឿថាមនុស្សមិនមែនកើតមកមានគុណធម៌នោះទេប៉ុន្តែយើងបង្កើតវាឡើងតាមរយៈទម្លាប់យើងคล้ายជាមនុស្សល្អដោយការធ្វើអំពើល្អឲ្យបានញឹកញាប់រហូតដល់វាคล้ายជាធម្មជាតិរបស់យើងក្នុងជីវិតសម័យថ្មីដែលពោរពេញដោយភាពតានតឹងតើគំនិតអារីស្តូតជួយយើងបានយ៉ាងដូចម្តេចខ្លះ1ចំពោះការងារកុំធ្វើការរហូតទាល់តែអស់កម្លាំងខ្លាំងហើយក៏កុំខ្ជិលច្រអូសចូលរកចំណុចកណ្ដាលដែលអ្នកអាចបំពេញការងារបានល្អដោយរក្សាបាននូវសុខភាពផ្លូវចិត្ត2ចំពោះការប្រើប្រាស់បណ្ដាញសង្គមកុំប្រើវាខ្លាំងពេករហូតបាត់បង់ពិភពលោកពិតហើយក៏កុំបដិសេធវាទាំងស្រុងដែរប្រើប្រាស់វាដោយមានតុល្យភាពនិងគោលដៅច្បាស់លាស់អារីស្តូតហៅគោលដៅចុងក្រោយរបស់មនុស្សថាសុភមង្គលដ៏ឧត្តមវាមិនមែនជាភាពរីករាយបណ្ដោះអាសន្ននោះទេប៉ុន្តែជាភាពពេញលេញនៃជីវិតដែលកើតចេញពីការរស់នៅដោយមានហេតុផលនិងគុណធម៌ចុះថ្ងៃនេះអ្នកបានសាកល្បងពិនិត្យមើលសកម្មភាពរបស់អ្នកហើយឬនៅតើអ្នកកំពុងតែជ្រុលនិយមពេកនៅក្នុងផ្នែកណាមួយនៃជីវិតរបស់អ្នកដែរឬទេចូលស្វែងរកភាពល្មមទៅមិនមែនមានន័យថាអ្នកខ្សោយទេប៉ុន្តែវាគឺជាសញ្ញានៃភាពវៃឆ្លាតបំផុតក្នុងជីវិត